បាទថ្ងៃនេះចេញមកទៀតហើយបងបង្ហាញពីសកម្មភាពកម្លាំងដុំបងនេះកម្លាំងដុំស្រូប4ក្នុងរទេសអូខ្សាច់ស៊ីម៉ងអីហ្នឹងប្រើប្រភេទបដាស្រូប4ហើយយើងកម្លាំងដុំហើយបានយកទៅផ្សារក្នុងប្រភេទញុកអង្គមផ្សារក្នុងដុំស្រូប4ក្នុងរទេសស៊ីម៉ងរទេសអូខ្សាច់បងប្អូននេះខ្ញុំកំពុងតែរៀបកម្លាំងហើយបងប្អូនហ្នឹងហើយបងប្អូនណាត្រូវការខ្នងរទេសគ្រប់មុខខ្នងរមាក់គ្រប់មុខអាចតំណតំណងបានបងប្អូននេះកំពុងកម្លាំងដុំព្រោះខ្ញុំធ្វើខ្លួនឯងកម្លាំងខ្លួនឯងផ្សារខ្លួនឯងបញ្ចប់បងប្អូនយើងយកតែដៃគេមកយើងរៀបចំកម្លាំងទៅខ្លួនយើងអញ្ចឹងណាបងប្អូនយើងអត់មានទិញគេរបស់គេមកច្រើនទេតិចតួចទេរបស់គេទិញកន្លែងណាដែលយើងធ្វើអត់កើតបងប្អូនហ្នឹងហើយបងប្អូនវីដេអូនេះដែរបើសិនបងប្អូនត្រូវការរមាក់រទេសគ្រប់មុខអីរមាក់ខ្នាតតូចរមាក់ខ្នាតធំប្រភេទវែងប្រភេទខ្លីរទេសគ្រប់មុខអីអាចតតងបានទទួលបោះដុំនិងលក់រាយណាបងប្អូនអាចតំណខ្ញុំបានហើយបើសិនជាបងប្អូនត្រូវការទីតាំងខ្ញុំបាននៅខេត្តតាកែវផ្លូវជាលី2ចុះពីផ្សារណតឹងមកកង្កើតនោះប្រហែលជាដី1គីឡូដល់ចុះមកពិសាណតឹងផ្លូវ3 4រំលោះសាច់គោហ្នឹងចុះមកកើតមកហើយជាដី1គីឡូដល់ហើយហ្នឹងហើយផ្លូវហ្នឹងចុះខាងកើតផ្លូវបុកមកផ្សារបរការហើយបុកភ្នំជីសូឯណាបងប្អូនហ្នឹងផ្លូវហ្នឹងហើយចុះប្រហែលជា1គីឡូដល់ទីតាំងខ្ញុំបានហ្នឹងហើយវីដេអូនេះដែរក៏សូមអរគុណបងប្អូនដែលជួយគ្រប់គ្រងនៅផលិតផលខ្ញុំហ្នឹងសិប្បកម្មខ្ញុំហ្នឹងជួយទិញរមាក់ទីអីហ្នឹងគ្រប់មុខហ្នឹងបងប្អូនខ្ញុំអរគុណច្រើនធំសម្រាប់ការឆ្លាញ់មួយនេះអញ្ចឹងបងប្អូនទស្សនាបន្តទៀតបងប្អូន